ព្រះអាទិត្យនិងព្រលឹងបុរាណនៅសតវត្សមួយដែលភពលោកមិនទាន់ដឹងអំពីអាយុនិងវិនាទីព្រះអាទិត្យបានចេញមកជាលើកដំបូងដើម្បីផ្ដល់ពន្លឺដល់ផែនដីនៅក្នុងអាណាចក្រព្រះបាទសវណ្ណនាថបានធ្វើការក្រឡាយក្រឡោមលើទីលាននិងដែនដីយ៉ាងអស្ចារ្យគាត់គឺជាមហាវីរុត្តដ៏គួរឲ្យគោរពដែលព្រះរាជមានអំណាចទ្រទ្រង់ពីបំណាច់នៃធម្មជាតិនិងការរស់នៅក្នុងភពលោកចម្រុះនៅថ្ងៃនោះក្រុងភ្នំក្រុងធំបានកំពុងសម្លឹងរកសេចក្តីសុខស្រួលប៉ុន្តែភាពងឹតមួយកំពុងចូលមករំខានសត្វរស់នៅក្នុងព្រៃព្រលឹងជ្រាបទឹកម្ដងថ្ងៃនៅពេលព្រះអាទិត្យកំពុងរះឡើងព្រះបាទសវណ្ណនាថបានឃើញព្រលឹងមួយអាក្រក់កំពុងឆក់តាមផ្លូវដ៏ស្ងៀមស្របពេលដែលសត្វព្រៃនិងសត្វល្អិតកំពុងរត់ជាច្រើនព្រលឹងនោះជាភាពងឹតពីព្រៃដ៏ធំដែលជាភស្តុតាងនៃអាណាចក្រនិងប្រវត្តិសាស្ត្រដ៏អស្ចារ្យព្រះបាទបានសម្លឹងមើលដោយក្តីអាណិតហើយដាក់ចិត្តអំពីរឿងរ៉ាវដែលនឹងមកដល់នៅក្នុងក្រុងតូចមួយនៅជិតព្រៃព្រលឹងបុរសម្នាក់ឈ្មោះគឺវង្សាភិបបានកើតមកជាបុរសដ៏មានអារម្មណ៍ល្អនិងជឿជាក់លើព្រះធម្មជាតិគាត់បានធ្វើដំណើរផ្សងព្រេងទៅក្នុងព្រៃដ៏អាណិតដើម្បីស្វែងរកអំណាចដែលបាត់បង់នៃក្តីសុវត្ថិភាពនិងសេចក្តីសុខក្នុងពេលដើរតាមផ្លូវថ្នល់ភ្នំវង្សាភិបបានឃើញដំណើរនៃភពលោកដែលមិនធម្មតានិងត្រូវបានពោពេញដោយរូបរាងនៃរឿងរ៉ាវបុរាណគាត់បានឃើញមេឃកំពុងផ្ទុះពន្លឺនិងភ្លើងពីព្រលឹងសែនសួគ៌ដែលជាភស្តុតាងនៃភាពល្អល្អិតនៃអាណាចក្រព្រះបាទសវណ្ណនាថបានទាញយកអំណាចនៃស្រឡាញ់និងភាពជឿជាក់ដែលបន្តផ្ដល់អំណាចចេញពីចិត្តរបស់ប្រជាជនក្នុងអាណាចក្របន្ទាប់ពីបានឆ្លងកាត់ព្រៃដ៏ធំនិងជ្រន់ទឹកស្រស់ភាគខាងក្រោយនៃការធ្វើដំណើររបស់វង្សាភិបបាននាំគាត់ទៅកាន់ព្រៃកំពូលមួយដែលជាតំបន់សម្ងាត់សម្រស់និងព្រៃព្រែកឈើស្នេហានៅទីនោះគាត់បានជួបមនុស្សនាងមួយឈ្មោះកុសលភាដែលជាអ្នកនារីស្រស់ស្អាតមានបញ្ញាឆ្លាតវៃនិងមនុស្សល្អដូចនារីក្នុងរឿងព្រះរាជបុរាណសោភាបានប្រាប់វង្សាភិបពីការលំបាកនៃការរស់នៅក្នុងអាណាចក្រនិងអំពើអាសន្នដែលកំពុងប្រឈមមកពីភាពងឹតនៃព្រៃព្រលឹងពួកគេបានផ្ដើមការពិភាក្សានិងផ្លាស់ប្ដូរពីរឿងរបស់ជីវិតបរិបទនៃសេចក្តីស្រឡាញ់និងសេចក្តីសង្ឃឹមដែលត្រូវបានចងរងជាផែនទីសម្រាប់ជំនួបប្រតិនាពេលអនាគតនៅពេលព្រលឹងសែនសួគ៌រីករាលដាលអារម្មណ៍មួយនៃភាពងឹតបានចាប់ផ្ដើមចូលមកក្នុងអាណាចក្រព្រះបាទសវណ្ណនាថបានប្រកាសជាប្រសាសន៍ដើម្បីរៀបចំកម្លាំងប្រយុទ្ធក្នុងការការពារអាណាចក្រពួកយោធានៅក្នុងអាណាចក្របានរួមគ្នាធ្វើដំណើរដើម្បីទៅស៊ូប្រឆាំងនឹងស្រូវដែលមកពីព្រៃនៃភាពងឹតនិងការបង្កឡើងពីចិត្តព្រៃចម្រើនវង្សាភិបនិងសោភាដែលបានទទួលការបណ្ដុះបណ្ដាលពីអ្នកវីរបុរសអាជីពដទៃទៀតបានចូលរួមជាមួយក្រុមយោធាក្នុងការប្រយុទ្ធដ៏តាំងចិត្តនេះយប់មួយនៅពេលព្រលឹងសែនសួគ៌មានពន្លឺកាំរស្មីបំផុតបានបំភាយព្រៃនិងព្រលឹងជារឿងរ៉ាវដ៏អស្ចារ្យមួយបានកើតឡើងព្រះបាទសវណ្ណនាថបានដឹកនាំក្រុមយោធាដោយក្តីស្រឡាញ់និងក្តីសង្ឃឹមដើម្បីប្រយុទ្ធប្រឆាំងនឹងព្រលឹងនៃភាពងឹតការប្រយុទ្ធដ៏ឧទ្ទិសនេះបានក្លាយជាសញ្ញាបង្ហាញពីកម្លាំងនៃស្នេហានិងក្តីសុចរិតរបស់ប្រជាជននៅក្នុងអាណាចក្រក្នុងព្រឹត្តិការណ៍ដ៏រឹងមាំនោះវង្សាភិបបានប្រឈមមុខនឹងមេអាវុធមួយដែលមកពីខាងក្រោយនៃភាពងឹតប៉ុន្តែដោយកម្លាំងនៃស្នេហានិងការជឿជាក់លើអំណាចនៃសោភាវង្សាភិបបានឆ្លងកាត់ការប្រយុទ្ធដ៏ខ្មាំងខ្មោចនោះហើយបានទទួលអំណោយនៃព្រលឹងសែនសួគ៌ដោយខ្លួនឯងនៅពេលព្រលឹងនៃភាពងឹតត្រូវបានបំបត្តិដោយកម្លាំងនៃចិត្តមនុស្សនិងការរួមគ្នារបស់មនុស្សក្នុងអាណាចក្រព្រះបាទសវណ្ណនាថបានប្រកាសថាព្រះអាទិត្យនឹងសែងឡើងជានិច្ចសម្រាប់ពួកយើងដែលមានចិត្តស្រឡាញ់និងការរួមគ្នាពាក្យនោះបានបន្សល់នូវសេចក្តីសង្ឃឹមនិងការព្យាបាលចិត្តមនុស្សក្នុងមួយពេលដែលទាំងអស់គ្នាបានយល់ដឹងថាការរួមគ្នាគឺជាគន្លងដ៏អស្ចារ្យសម្រាប់ក្តីសុខនិងសេចក្តីសម្រេចនៃការរស់នៅបន្ទាប់ពីការប្រយុទ្ធដ៏ឧទ្ទិសនិងការតស៊ូដ៏វែងនោះអាណាចក្របានក្លាយជាសញ្ញានៃការរស់នៅដោយសេចក្តីស្រឡាញ់និងការរួមគ្នាវង្សាភិបនិងសោភាបានស្នេហារួមគ្នាជាអ្នកដឹកនាំព្រះបាទសវណ្ណនាថក្នុងការសាងសង់សង្គមថ្មីដែលមានចិត្តសប្បុរសនិងអំណាចនៃធម្មជាតិពួកគេបានបង្កើតនូវសាសថ្មីមួយដែលបង្កប់ពីសេចក្តីស្រឡាញ់ព្រមទាំងការរួមចិត្តរបស់មនុស្សទាំងអស់ក្នុងការរស់នៅដោយសន្តិភាព